ថាកែភ្ញាក់ពីស្រវឹងឃើញនាងដែលខ្លួនស្រឡាញ់សម្លឹងមើលអ្នកពាក់អីហ្នឹងឬការរំរៀករបស់ប្អូនស្រីទើបភ្ញាក់ខ្លួនបែរជាស្លៀកអាវក្នុងស្ត្រីទៅវិញបរិយាកាសក៏ឆ្កងភ្លាមសុងលីងអៀនខ្មាស់ខ្លាំងការពិតគឺកាលពីយប់មុនសុងលីងស្រវឹងត្រូវគេជួបអូនស្រីសុងម៉ូនាងមានគំនិតមុតស្រួចមិនបានជូនបងប្រុសទៅផ្ទះទេតែបែរជាជូនបងសន្លប់ទៅផ្ទះជើហ្វាងសុងលីងស្រវឹងជោគជាំដើរចូលក្នុងបន្ទប់គេងដួលកាប់មុខលើគ្រែជ្រុះពីលើគ្រែដេកសន្លប់លើឥដ្ឋជើហ្វាងងូតទឹករួចមិនដឹងរឿងអ្វីទេពេលគាត់ដេកលក់បិទភ្លើងសុងលីងសន្លប់ឡើងលើគ្រែរួចផ្អឹបសង្កត់ជើហ្វាងជាប់ជើហ្វាងក៏ភ្ញាក់ព្រឺតគាត់ស្រែកលោតបើកភ្លើងឃើញសុងលីងគាត់ភ្ញាក់ផ្អើលមិនយល់ថាហេតុអ្វីគេមកផ្ទះគាត់ព្យាយាមទាញសុងលីងចុះតែសុងលីងមិនរើខ្លួនពេលឃើញសុងលីងហៀបអួតជើហ្វាងប្រញាប់ខ្ទប់មាត់គេឲ្យគេលេបចូលវិញអ្នកលេបពីចូលវិញទៅងើបឡើងទៅក្អួតក្នុងបង្គន់ទៅទីបំផុតត្រូវគេក្អួតដាក់មុខគាត់ស្រឡាំងកាំងព្រឹកស្អែកឡើងជូហ្វាងនាំសុងលក់មកផ្ទះដើម្បីសួរដេញដោលសុងលក់បដិសេធថាមិនមែនខ្លួនធ្វើទេពេលនោះសុងលីងក៏ដើរចេញពីបន្ទប់ទាំងងុយពួកគេភ្ញាក់ផ្អើលនឹងសម្លៀកបំពាក់ក្រោមក្រសែភ្នែកគេគាត់ក៏អន់មើលចុះទើបថាគាត់ពាក់អាវក្នុងរបស់ជូហ្វាងខ្មាស់គេខ្លាំងណាស់គាត់រត់រកសម្លៀកបំពាក់តែប្អូនស្រីដឹងថាប្លែកសំពត់នេះស្អាតណាស់ពេលនេះខ្មាស់គេពេញទីហើយសុងលីងនឹករឿងយប់មិញខ្មាស់ឡើងក្រហមខ្លាចច្រឡំខ្ញុំខ្លែងស្រវឹងជើហ្វាងទុកឲ្យនៅស្ងាត់ធ្វើឲ្យបរិយាកាសតានតឹងមិននិយាយឲ្យគាត់បារម្ភនាងថាខ្ញុំខ្លែងស្រវឹងចង់បង្កើតឱកាសមកជួបនាងអាម៉ាស់ណាស់លេងល្បែងឬឡមើលអ្នកណាទ្រាំមុនអ្នកប្រយ័ត្នទុកខូចសុខភាពជើហ្វាងទទួលទូរស័ព្ទចេញទៅសុងម៉េងស្ម័គ្រនិយាយជាមួយហឺតែជើហ្វាងបដិសេធមិនទទួលជំនួយនាងទូចឲ្យក្រុមហ៊ុនដោះស្រាយការប្រណាំងរបស់ពួកគេតាក់ទាញអែមខាងទៀតជើហ្វាងតាក់ទងប្រធានឌូណាត់ជួបគ្នាសុងលីងនៅលួចមើលនាងពីយករំខាងទៀតមួយថ្ងៃចេះតែស្ដីបន្ទោសខ្ញុំគាត់ថាខ្ញុំមិនចេះលួងអ្នកមិនចេះលួងខ្ញុំទេមិនទាន់ចប់សុងលីងក៏កណ្ដាស់ភ្លាមគិតថាជើហ្វាងជេរគាត់ខ្ញុំក៏ទៅសួរគាត់ភ្លាមសួរឌឺថាបើអ្នកនឹកខ្ញុំនិយាយមកកុំធ្វើឲ្យខ្ញុំក្អកពេកក្អក1 ដង 2 ដងគេជេរ3 ដងផ្ដាសាយខ្ញុំក៏កំដងទៅជើហ្វាងក៏អស់សម្ដីខឹងទាញវាំងនឹងបិទមិនចង់ឃើញទុកឲ្យអ្នកផ្ញើកាដូស្រឡាំងកាំងក្រោយមកជើហ្វាងទៅរោងចក្រចរចារឿងសហការដំបូងគេគៀមខាងទៀតស្ទាក់ស្ទើរក្រោយបាយភ្លៀងធ្លាក់ខ្លាំងជើហ្វាងស្ម័គ្របើកឡានជូននាយកទូទៅផ្ទះពួកគេនិយាយគ្នាត្រូវរលលោកនាយកទូពេញចិត្តនឹងការងារគាត់ណាស់សម្រាប់ទទួលយកការបញ្ជាទិញភ្លាមបញ្ហារោងចក្រជើហ្វាងត្រូវបានដោះស្រាយពេលនោះសុងលីងទៅប្រជុំមាតាបតាឲ្យសុងលូចប់គាត់ឲ្យលុយប្អូនស្រីសួររឿងពេលត្រឡប់របស់ជើហ្វាងតែសុងលូដឹងថាជើហ្វាងទើបឡើងផ្លូវលបឿនលឿនទូរទស្សន៍ផ្សាយដំណឹងរថយន្តជើហ្វាងថាជួបគ្រោះថ្នាក់លឿនឡានដឹកទំនិញបត់ខុសច្បាប់សុងលីងភ័យស្លន់ស្លោភ្លាមបើកឡានប្រញាប់ទៅគាត់រត់ចូលកន្លែងកើតហេតុមិនស្ដាប់ប៉ូលីសលុះឃើញជើហ្វាងឈរនៅទីនោះដោយសុវត្ថិភាពគាត់បានធូរស្បើយវិញទុកចិត្តមិនបានក៏ស្ទុះរកគេហើយក៏អកគេជាប់ណែនពេលសុងមេងនាំជើហ្វាងដល់ផ្ទះនាងស្ងល់ទឹកខ្ញីដោយមិននិយាយជើហ្វាងឃើញដូច្នេះក៏លួងលោមនាងលេងទឹកមុខសុងមេងចាប់ផ្ដើមធូរស្រាលពេលបញ្ចប់ទឹកខ្ញីនាងទៅនឹងភាពធ្វេសប្រហែសឧបត្តិហេតុដ៏តក់ស្លុតនេះបំបត្តិការអាអន់ចិត្តរវាងពួកគេថាធ្វើឲ្យពួកគេយល់ចិត្តគ្នាស្នេហ៍របស់អារម្មណ៍កើនឡើងក្រោយការភ័យខ្លាច